នៅភ្នំពេញយូរប៉ុន្តែអត់ដែលដឹងថាមានកន្លែងពេជ្រនិចដែលថាចេញមក fresh បែបអញ្ចឹងសំខាន់គេឲ្យយករបស់ញ៉ាំចូលមកទៀតបងប្អូនឲ្យបានដៃមែនតើមកហ្មងខ្ចប់មកអូយដាក់ញ៉ាំជុំគ្នាអញ្ចឹងក្រុមថាសិតថាធម្មជាតិវាលស្មៅអីចឹងអូយនៅកណ្ដាលភ្នំពេញរបស់យើងនេះពិសេសមែនតើបងប្អូនហើយនេះគឺខ្ញុំមកនេះបងប្អូននៅកោះនរាហ្នឹងគេហៅគេនរា Garden គេហ្នឹងបងប្អូនហើយនៅទល់មុខនឹងកោះពេជ្រហ្នឹងខ្ញុំអត់ដែលដឹងសោះថាគេមានកន្លែងអញ្ចឹងបងប្អូនដល់ពេលមកជិះកាត់មកចូលមកអូយបងប្អូនឲ្យស្អាតរបស់គេមិនធម្មជាតិវាថាមានគេដាំផ្កាដាំអីឲ្យយើងថតរូបថតអីលេងនៅហ្នឹងទៀតហើយសម្រាប់សួននៅហ្នឹងយើងចូលមកគេគិតតែម្នាក់ហ្នឹងតែ4000ខ្មែរយើងឯងបងប្អូនអញ្ចឹងទៅយើងអាចចូលមកយើងអាចយករបស់របរអីចូលមកញ៉ាំអីនៅហ្នឹងក៏បានដែរបងប្អូនបើយើងអត់មានរបស់របរញ៉ាំគេមានលក់អីនៅហ្នឹងអញ្ចឹងណាហើយបើថាខ្ញុំនេះវិញបងប្អូនថាមានកន្លែងធម្មជាតិស្អាតអញ្ចឹងនឹកឃើញថាចង់ពេចនិចអូយបងប្អូនបានខ្ចប់នំបានខ្ចប់អីរបស់ញ៉ាំអីយកមកក្រាលញ៉ាំនៅហ្នឹងសំខាន់មកលុបឲ្យធម្មជាតិខ្យល់អីបក់មកឡើងល្វិចហើយនេះគឺជាមុខម្ហូបដែលខ្ញុំយកមកពេចនិចបងប្អូនអត់បានធ្វើខ្លួនឯងអញ្ចឹងមានខ្ចប់ទិញមកស្រាប់អញ្ចឹងមានផ្លូវមន់ស៊ូស៊ីអីហ្នឹងអូយបងប្អូនអានេះវាថាយើងមានគ្នាញ៉ាំដូចតែខ្ញុំចេះអូយញ៉ាំបដានិយាយគ្នាលេងបដានឹងមេឃតិចទៀតអូយសប្បាយញ៉ាំមែនតែដងអីហ្នឹងចង់ពេចនិចអីហ្នឹងទៅតែម្ដុំកោះពេជ្រអីបងប្អូនម្ដុំកោះពេជ្រអញ្ចឹងទៅជាក្រុងអីអញ្ចឹងទៅបានថាមានកន្លែងសួនគេស្អាតអញ្ចឹងប៉ុន្តែឥឡូវនេះគេមានសួននៅម្ដុំកោះនរាយើងទៀតគេបើកយួរបងប្អូនតែខ្ញុំអត់ដែលដឹងសោះថាគេមានសួននៅហ្នឹងដល់ពេលអញ្ចឹងទៅអូយបើថាដឹងសួនមកចេះដឹងថាអាសាមកហ្មងបើបានថាធម្មជាតិស្អាតហើយបានញ៉ាំអាហារឆ្ងាញ់ចេះគឺខ្ញុំអត់ដែលភ្លេចទេបងប្អូនទឹកផ្លែឈើ Freshy តែទឹកឃ្មុំ Freshy នេះរូបរាងដបថ្មីស្អាតទាន់សម័យកាន់ថតរូបក៏កាន់តែស្អាតរសជាតិឆ្ងាញ់បងប្អូនមិនចាំបាច់ថាផឹកផលិតផលតែលេខ2ទៀតទេខ្មែរយើងក៏ថាអាចផលិតតែទឹកឃ្មុំរសជាតិឆ្ងាញ់ចេះបានដែរតែទឹកឃ្មុំនេះរសជាតិឆ្ងាញ់ស្រស់ស្រាយផលិតដោយក្រុមហ៊ុនធំបងប្អូនគុណភាពល្អជឿជាក់ទុកចិត្តបានហើយយើងអាចទិញជូនអ្នកមានគុណរបស់យើងពិសាឬក៏ថាទិញទុកដើរលេងជុំគ្នាជាមួយមិត្តភ័ក្តិគ្រួសារឬក៏យើងទិញទុកទទួលភ្ញៀវ Freshy តែទឹកឃ្មុំនេះ Flashe កាន់តែត្រជាក់កាន់តែឆ្ងាញ់ហើយបងប្អូនចង់ទៅពេជ្រនិចអីហ្នឹងអត់ដឹងថាទៅកន្លែងណាដែលស្អាតអីចឹងអាចសាកល្បងមកកន្លែងនេះបានចឹងណាបងប្អូនជាមួយនឹងធម្មជាតិស្រស់ស្រាយមែនតើណាហើយកុំភ្លេចបងប្អូនគាំទ្រផលិតផលខ្មែរគាំទ្រទឹកផ្លែឈើ Freshy ឆ្ងាញ់គុណភាពល្អបាយ